เรื่องសន្យាចំការជ្រលងភ្នំនៃកណ្ដាលជ្រលងភ្នំដែលគ្របដណ្ដប់ដោយអាបស្តាងនាពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យពណ៌មាសបានចាំងជះមកលើចំការបន្លែពណ៌បៃតងខ្ចីសុភ័ក្រជាយុវជនវ័យ26ឆ្នាំដែលមានស្បែកពណ៌ស្រអែមដោយសារកម្ដៅថ្ងៃនិងមានកម្លាំងមាំមួនកំពុងតែអោនដកស្មៅនិងជ្រោយដីជុំវិញរោងស្ពៃក្តៅរបស់គាត់យ៉ាងយកចិត្តទុកដាក់សំឡេងបាក់សីយំឆ្នើឆ្លងគ្នាពីលើមែកឈើក្បែរនោះបង្កើតបានធម្មជាតិដ៏ពីរោះរហូតដល់មានសំឡេងជើងដើរលើស្លឹកឈើក្រៀមឬសូរក្រាកមកពីខាងក្រោយអូហូសុភ័ក្រអើយស្ពៃក្តៅឆ្នាំនេះល្អណាស់វើយមូត្រលំដូចក្បាលក្មេងចឹងសំឡេងក្រឡូរបស់ពូសុនបុរសចំណាស់អ្នកជិតខាងដែលមានភុទ្ធៈនៃក្បែររបងចំការបន្លឺឡើងទាំងស្នាមញញឹមសុភ័ក្រងើបឈរត្រង់ខ្លួនយកខ្នងដៃជូតញើកលើថ្ងាសរួចញញឹមតបទៅវិញបាទពូឆ្នាំនេះអាកាសធាតុអំណោយផលបូករួមទាំងជីធម្មជាតិដែលពូជួយប្រាប់ផងហ្នឹងស្ពៃវាឡើងលឿនខុសពីឆ្នាំមុនពូសុនដើរមកឈរក្បែររោងបន្លែរួចសួរទាំងភ្នែកភ្លឺថ្លាចននេះដាំបន្ថែមទៀតមែនទេប្រយ័ត្នតែរវល់ដាំបន្លែពេកភ្លេចទៅជួយកិច្ចការបុណ្យភូមិយើងនៅវត្តចុងសប្តាហ៍នេះណាសុភ័ក្រសើចតិចបាទមិនភ្លេចទេពូខ្ញុំត្រៀមទុកឲ្យស្ពៃក្តោបនិងបន្លែផ្សេងនេះខ្ញុំបំរុងទុកប្រគេនលោកនិងទៅជួយធ្វើម្ហូបក្នុងបុណ្យភូមិយើងនឹងឯងចុះខាងពូវិញឮថាឆ្នាំនេះមានការសម្ដែងល្ខោនបាសាក់ទៀតមែនទេមិនមែនហើយពូសុនឆ្លើយទាំងអំនួតមេភូមិក៏ចង់ឲ្យឆ្នាំនេះសប្បាយព្រោះយើងខានធ្វើធំ2ឆ្នាំហើយយប់មិញពូទៅជួយរៀបចំនៅសាលាឆន្ទានយុវជនដូចឯងនឹងហើយជាកម្លាំងសំខាន់កុំភ្លេចណាយប់មុននឹងមកជួយកាន់វេននិងរៀបចំកន្លែងឲ្យចាស់ទុំផងបាទពូទុកចិត្តលើខ្ញុំចុះសុភ័ក្រឆ្លើយដោយក្តីរីករាយល្ងាចនេះបើខ្ញុំដាំកូនស្ពៃនេះរួចខ្ញុំនឹងចូលទៅជួបមេភូមិដើម្បីសួរនាំការងារដែលត្រូវជួយបន្ថែមខ្ញុំចង់ឲ្យបុណ្យភូមិយើងឆ្នាំនេះសប្បាយហើយអ្នកភូមិយើងមានសាមគ្គីគ្នាខ្លាំងដូចមុនពូសុនងក្បាលដោយពេញចិត្តរួចលើកដៃតាក់ស្មាសុភ័ក្រតិចល្អណាស់ក្មួយយុវជនស្គាល់បុណ្យស្គាល់ទាននិងស្រឡាញ់ស្រុកកំណើតបែបនេះចាស់ដោយពូពិតជាត្រេកអរណាស់តោះខំធ្វើទៅកុំឲ្យតន់ថ្ងៃក្តៅភ្លេចពូទៅមើលគោពូសិនហើយពន្លឺថ្ងៃកាន់តែច្បាស់សុភ័ក្របន្តការងារដាំដុះរបស់គាត់ដោយក្តីសង្ឃឹមក្នុងចិត្តរបស់គាត់មិនត្រឹមតែគិតពីផលដំណាំដែលនឹងត្រីប្រមូលផលនោះទេប៉ុន្តែគាត់ថែមទាំងស្រមៃឃើញសំឡេងគងស្គរនិងស្នាមញញឹមញាក់ភូមិក្នុងពិធីបុណ្យខាងមុខដែលធ្វើឲ្យបេះដូងយុវជនម្នាក់នេះពោពេញទៅដោយក្តីសុខក្នុងចំការបន្លែក្បែរភ្នំដ៏ត្រជាក់នេះនៅពេលដែលសុភ័ក្រកំពុងមម៉ែងញែកក្នុងចំការបន្លែនៅឯជើងភ្នំឯណោះវិញជីវភាពអ្នកភូមិហាក់មានភាពអ៊ូអរខុសពីធម្មតាសំឡេងបុកគ្រឿងសំឡេងក្មេងៗរត់លេងនិងក្លិនផ្សែងភ្លើងសាយភាយចេញពីចង្ក្រានបាយតាមផ្ទះនីមួយៗបញ្ជាក់ថាបុណ្យភូមិជិតមកដល់មែនតែនហើយចំណែកឯនៅលើផ្លូវលំក្រៅគ្រក់ក្រហមដែលបត់បែនតាមចង្កេះភ្នំយុវជនម្នាក់អាយុ20ឆ្នាំរាងខ្ពស់ស្រឡះស្លៀកពាក់បែបយុវវ័យសម័យថ្មីកំពុងអង្គុយលើឡានឈ្នួលដែលផ្ទុកទៅដោយអីវ៉ាន់ប៉ិនព្រៀបគេគឺរតនាសិស្សនិស្សិតដែលទៅរៀននៅទីក្រុងភ្នំពេញភ្នែករបស់គេសម្លឹងមើលទៅក្រៃបង្អួចឡានក្រេបយកខ្យល់អាកាសបរិសុទ្ធដែលគេខានបានជួបជាច្រើនខែរតនាបានជិះឡានក្រុងតាំងពីព្រលឹមចេញពីទីក្រុងរួចបន្តជិះឡានឈ្នួលចូលមកក្នុងឃុំការធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយនិងរលេះខ្លះមិនបានធ្វើឲ្យគេហត់នឿយឡើយផ្ទុយទៅវិញគេមានអារម្មណ៍រំភើបនៅពេលឃើញដើមភូមិឋាននិងជួរភ្នំដែលធ្លាប់ស្គាល់កាន់តែជិតទៅដល់ពូទម្លាក់ខ្ញុំនៅមុខផ្លូវចូលផ្ទះលោកមេភូមិនឹងហើយរតនាស្រែកប្រាប់អ្នកបើកបរទាំងស្នាមញញឹមភ្លាមពេលចុះពីលើឡានរតនាលើកកាតាបស្ពៃខ្នងរួចដើរសម្ដៅទៅផ្ទះឈើខ្ពស់ផុតពីដីមួយខ្នងដែលមានដាំផ្កាចម្រុះពណ៌រីកស្គុះស្កាយជុំវិញរបងម៉ែពុកខ្ញុំមកវិញហើយសំឡេងស្រែកហៅរបស់រតនាធ្វើឲ្យស្ត្រីចំណាស់ម្នាក់ដែលកំពុងអង្គុយរើសអង្ករលើគ្រែក្រោមផ្ទះងើបឈរទាំងភ្ញាក់ផ្អើលអូហូរតនាមកដល់ហើយកូនមីងម៉ៅជាម្ដាយរត់មកទទួលកូនទាំងក្តីរំភើបគាត់យកដៃដែលជ្រីជ្រួញបន្តិចបន្តួចមកអង្អែលក្បាលនិងស្មារតនាមើលចុះទៅរៀននៅភ្នំពេញតែប្រហែលឆ្នាំសាច់ឈាមឡើងសខ្ចីប្លែកតែម្ដងពូនិតជាពុកដែលកំពុងឈូសឈើធ្វើជើងទៀនសម្រាប់យកទៅវត្តចេញមកទាំងស្នាមញញឹមមកដល់ល្មមហើយកូនអើយបុណ្យភូមិឆ្នាំនេះអ៊ូអរណាស់កូនមកជួយពុកម៉ែបានច្រើនរតនាដាក់កតាបចុករ
រួចចូលទៅសំពះពុកម៉ែយ៉ាងទន់ភ្លន់បាទម៉ែឆ្នាំនេះសាលាឈប់សម្រាកច្រើនថ្ងៃខ្ញុំក៏ប្រញាប់មកតែម្ដងទេនឹកម្ហូបម៉ែខ្លាំងណាស់នៅភ្នំពេញរកញ៉ាំរសជាតិដូចម៉ែធ្វើមិនបានទេក្នុងផ្ទះភាពកក់ក្ដៅបានសាយភាយរតនាបានយកនំចំណីនិងរបស់របរខ្លះៗដែលទិញពីក្រុងមកផ្ញើចាស់ទុំគេចាប់ផ្ដើមដោះដូរខោអាវរួចចុះមកជួយម៉ែរើអង្ករនិងជួយពុកដំជើងទៀនបណ្ដើជជែកគ្នាពីការរៀនសូត្របណ្ដើពុកមិញជិះឡានមកឃើញគេរៀបចំឆាកនៅដីរបស់អ៊ំមេភូមិគេលេង concert ឯពុករតនានេះជួយឡើងមិនមែនទេមេភូមិបានរៀបចំការសម្ដែងល្ខោនបាសាក់តាកូនដើម្បីលើកស្ទួយវប្បធម៌និងឲ្យក្មេងៗដូចជាកូននឹងបានស្គាល់ផងចំនួនពុកនៃក្មេងសុំតាយាយកូនបានទៅមើលល្ខោនម្ដងសប្បាយស្ទើរហោះពូនិតតបទាំងពេញចិត្តទិដ្ឋភាពនៃការជួបជុំគ្រួសារតូចមួយនេះបង្ហាញពីភាពសុខុបដំណៀននៃអ្នកភូមិភ្លុំដែលទោះបីជាកូនចៅទៅរៀនសូត្រឆ្ងាយក៏នៅតែមិនភ្លេចដំបូលផ្ទះនិងទំនៀមទម្លាប់បុណ្យទានក្នុងភូមិកំណើតរបស់ខ្លួនឡើយមេឃចាប់ផ្ដើមប្រែពណ៌ទៅជាពណ៌ស្វាយលាយក្រហមទុំព្រះអាទិត្យក៏កំពុងតែលាក់ខ្លួនបន្តិតម្ដងនៅពីក្រោយជួរភ្នំសុភ័ក្រដើរចេញពីផ្ទះមេភូមិទាំងសម្លៀកបំពាក់ប្រឡាក់ដីបន្តិចបន្តួចស្ពាយកន្ត្រកបន្លែដែលបេះថ្មីនៅលើស្មាតាមផ្លូវត្រឡប់ទៅផ្ទះគាត់ត្រូវដើរកាត់មុខផ្ទះរបស់ពូនិតនៅទីធ្លាមុខផ្ទះយុវជនរតនាកំពុងតែផ្ចិតផ្ចន់ប្រមូលស្លឹកចេកដែលជិតស្រប៉ាប់លើស្នួរឈើដើម្បីត្រៀមខ្ចប់នំអន្សមសម្រាប់បុណ្យភូមិពន្លឺព្រះអាទិត្យនាពេលប្រលប់បានចាំងចំផ្ទៃមុខដ៏ស្រស់ស្បោះរបស់រតនាធ្វើឲ្យគេមើលទៅកាន់តែមានមន្តស្នេហ៍ចៃដន្យអីខណៈពេលដែលរតនាលើកដៃរៀបស្លឹកចេកភ្នែករបស់គេក៏បានប្រទះនឹងខ្សែភ្នែកដ៏មុតមាំរបស់សុភ័ក្រដែលកំពុងដើរមកដល់មួយខណៈនោះពេលវេលាហាក់ដូចជាឈប់ដើរសុភ័ក្រមានអារម្មណ៍ថាបេះដូងលោតខុសចង្វាក់ហើយរតនាក៏មានអារម្មណ៍កណ្ដៅភាយលើផ្ទៃមុខចម្លែកខុសពីធម្មតាអូភ័ក្រមកពីចំការវិញហើយក្មួយសំឡេងរបស់ពូនិតដែលកំពុងអង្គុយលើគ្រែក្រោមផ្ទះបន្លឺឡើងកាត់ផ្ដាច់ចរន្តមនោសន្តិជទាដ៏ស្ងប់ស្ងាត់នោះបាទពូខ្ញុំទៅតែចុះមកពីលើភ្នំមិញនឹងសុភ័ក្រឆ្លើយទាំងរដាក់រដៅបន្តិចរួចដើរចូលទៅជិតគ្រែដែលពូនិតអង្គុយរតនាដែលកំពុងអៀនក៏ប្រញាប់ប្រមូលស្លឹកចេកដែលនៅសល់រួចដើរចូលទៅក្នុងផ្ទះបាយបាត់ស្រមោលប៉ុន្តែមុននឹងបាត់ខ្លួនចូលទៅគេនៅតែឆ្លៀតដៀងភ្នែកមើលសុភ័ក្រតាមប្រឡោះទ្វារបន្តិចទៀតពូនិតហៅសុភ័ក្រឲ្យអង្គុយលេងរួចចាប់ផ្ដើមពិភាក្សាចិត្តដល់ថ្ងៃបុណ្យហើយក្មួយឯងជួយរៀបចំដឹកជញ្ជូនចានឆ្នាំងពីវត្តមកសាលាឆទានផងណាហើយរឿងដាំបន្លែវិញពូឃើញស្បៃក្តៅក្មួយឯងឆ្នាំនេះល្អណាស់តើក្មួយមានបច្ចេកទេសអីប្លែកមែនទេសុភ័ក្រក៏ចាប់ផ្ដើមរៀបរាប់ពីការប្រើជីធម្មជាតិនិងការបង្ហូរទឹកតាមប្រព័ន្ធស្រុកដែលគាត់បានរៀនតាមអ៊ីនធឺណិតទោះបីជាមាត់កំពុងជជែកជាមួយពូនិតប៉ុន្តែភ្នែករបស់គាត់តែងតែងាកទៅរកទ្វារផ្ទះបាយជារឿយៗនៅខាងក្នុងផ្ទះបាយមីងម៉ៃកំពុងលាងស្លឹកគ្រៃគេសង្កេតឃើញកូនប្រុសរបស់គេមានអាការៈប្លែកៗរតនាអង្គុយជូតស្លឹកចេកបណ្ដើងាកទៅដៀងមើលទៅខាងក្រៅបណ្ដើជួនកាលក៏ញញឹមម្នាក់ឯងរតនាជូតស្លឹកចេកឲ្យស្អាតទៅកូនកុំអាលដៀងភ្នែកមើលទៅក្រៅពេកម៉េចឃើញអ្នកណាមកមែនទេរតនាភ្ញាក់ព្រឺតរួចតបទាំងអៀនគ្មានអ្នកណាទេម៉ែគឺខ្ញុំគ្រាន់តែមើលទេសភាពពេលល្ងាចតានៅក្រោមផ្ទះឈើឯអ្នកវិញសុភ័ក្រអង្គុយផ្នែកខ្នងនឹងសសរផ្ទះផ្នែកសម្លឹងទៅកាន់ទ្វារផ្ទះបាយបណ្ដើរួចក៏ដាច់ចិត្តសួរពូនិតទាំងស្តាក់ស្ទើរពូចុះកំឡោះដែលហាលស្លឹកចេកមិញនឹងជីនរណាដែរពូមើលទៅប្លែកមុខណាស់មិនដូចក្មេងក្រុងភូមិយើងសោះពូនិតសើចរួចតបអូនឹងហើយរតនាកូនប៉ៅពូនឹងឯងវានៅរៀនឯភ្នំពេញយូរមកលេងផ្ទះម្ដងមិនប្លែកមុខមិនកើតបើវាធំលឿននិងមិនសូវដែរចិនតាណាថងនឹងសុភ័ក្รงក់ក្បាលហាក់យល់សក្តីរួចក៏លើកកន្ត្រកបន្លែដែលនៅក្នុងដៃមកបាទពូនេះបន្លែដែលខ្ញុំបេះមកពីចំការមិញហ្នឹងមានស្ពៃផ្កាបាញ់បោះនិងការ៉ុតខ្លះយកទុកផ្ញើពូនិងមីងធ្វើម្ហូបអូអរគុណច្រើនហើយក្មួយភ័ក្ររតនាចេញមកយកបន្លែពីបងឯងទៅកូនរតនាដើរចេញមកទ្ពួរទាំងសងខាងនៅតែមានពណ៌ស៊ីជម្ភូតិចៗគេលូកដៃមកទទួលកន្ត្រកបន្លែពីសុភ័ក្រអរគុណបងសំឡេងស្រទន់របស់គេធ្វើឲ្យសុភ័ក្រភ្លឹកមួយសន្ទុះពូនិតមិនបង្អង់យូរក៏និយាយបន្តក្មួយភ័ក្រស្អែកព្រឹកក្មួយត្រូវជញ្ជូនបន្លែទៅសាលាចទានមែនទេបើអញ្ចឹងពូផ្ញើអារតនានេះទៅជួយជញ្ជូនក្មួយផងទេទុកឲ្យវានៅតែផ្ទះក៏ទំនេរដែរឲ្យវាទៅជួយការងារបន់ខ្លះទៅ
សុភ័ក្រឮបែបនេះក៏លួចញញឹមក្នុងចិត្តរួចក្រឡេកទៅកាន់រាងកាយតូចច្រលឹងនិងដៃទុនរបស់រតនាមុននឹងនិយាយលលេងបែបឌឺដងថាបាទពូឲ្យទៅជួយក៏ល្អដែរប៉ុន្តែមើលទៅកម្លាំងអ្នកក្រុងបែបនេះមិនដឹងជាលើកបន្លែរួចឬក៏ត្រូវឲ្យឃីមលើកទាំងបន្លែលើកទាំងមនុស្សទេនឹងរតនាឮបែបនេះក៏ងើបមុខឡើងសម្លឹងសុភ័ក្របងក៏មើលងាយមនុស្សពេកទោះបីឃីមរៀននៅក្រុងប៉ុន្តែឈាមចឃីមជាកូនអ្នកចំការដែរតាចាំមើលស្អែកចុះដឹងថាអ្នកណាខ្លាំងជាងអ្នកណាហើយសុភ័ក្រសើចមិនតិចថាបាទចាំមើលស្អែកចុះកម្លាំងតូចអញ្ចឹងពូខ្ញុំសុំលាទៅផ្ទះសិនហើយស្អែកព្រឹកម៉ោង7ខ្ញុំមកយកជំនួយការដល់ផ្ទះតែម្ដងសុភ័ក្រដើរចេញទៅបាត់ប៉ុន្តែសម្ដីឌឺដងមិញនេះនៅតែធ្វើឲ្យរតនាឈើខំមាត់ម្នាក់ឯងមីងម៉ៅដែលឈើមើលពីក្នុងផ្ទះបានត្រឹមតែក្រវាយក្បាលញញឹមរាត្រីបានជៀនចូលមកដល់ក្របបណ្ដាប់លើជ្រលងភ្នំដោយភាពស្ងប់ស្ងាត់ជ្រងំខ្យល់ភ្នំត្រជាក់បក់មកប៉ះស្លឹកឈើឮសូររំភើយអមទាំងនឹងសំឡេងសត្វយំឆ្លើយឆ្លងគ្នាពីចម្ងាយព្រះចាំងបានរះត្រដែតកណ្ដាលផ្ទៃមេឃស្រឡះចាំងពន្លឺពណ៌ស្ប្រាក់មកលើភូមិឋានបង្កើតបានជាស្រមោលព្រិលនៃជួរភ្នំនិងដើមឈើធំនៅក្រោយផ្ទះពូនិតក្បែរពាងទឹកធំមួយរតនាកំពុងតែងូតទឹកជំរះកាយនៅពេលយប់គេស្លៀកសារ៉ុំក្រមាពណ៌ក្រហមកាឡាការ៉ូបញ្ចេញផ្ទៃទ្រូងនិងស្មាដ៏សខ្ចីដែលចាំងជះនឹងពន្លឺព្រះច័ន្ទមើលទៅហាក់ដូចជាចម្លាក់ថ្មម៉ាបទោះបីជាគេជាអ្នករៀនសូត្រនៅក្រុងប៉ុន្តែរាងកាយគេនៅតែមានសាច់ដុំតូចដែលសមសួនបង្ហាញពីសុខភាពល្អសំឡេងទឹកដួសចាក់ឈូបំបែកភាពស្ងប់ស្ងាត់ជ្រងំរតនាងូតទឹកអីក៏យូរម្លេះកូនប្រយ័ត្នត្រីខ្យល់យប់គ្រុនណាសំឡេងមីងម៉ៅស្រែកចេញពីតាមបង្អួយផ្ទះមេបាទម៉ែចិត្តរួចហើយរតនាឆ្លើយទាំងញ័របន្តិចព្រោះទឹកនាពេលយប់នៅតាមបនភ្នំត្រជាក់ដូចទឹកកកគេប្រញាប់រួចដើរទៅបិទរបងឈើទាំងអារម្មណ៍នៅតែគិតដល់សម្ដីឌឺដងរបស់សុភ័ក្រកាលពីល្ងាចកាត់មកឯផ្ទះឈើតូចមួយទៀតដែលនៅក្បែរជើងភ្នំសុភ័ក្រកំពុងអង្គុយនៅតុឈើចាស់មួយដែលដាក់ក្បែរបង្អួចនៅលើតុមានសៀវភៅបច្ចេកទេសកសិកម្មមួយក្បាលនិងអំពូលម៉ែតតូចមួយដែលបំភ្លឺឲ្យគាត់អានបន្ទាប់ពីអានមួយសន្ទុះគាត់បិទសៀវភៅរួចលូកដៃបិទកុងតាក់ភ្លេងភ្លាមនោះពន្លឺព្រះច័ន្ទដែលត្រជាក់ភ្នែកបានចេះចូលតាមបង្អួយដែលបើកចំហមកប៉ះនឹងរាងកាយរបស់កំឡោះកសិករសុភ័ក្រដកអាវចិនបញ្ចេញសាច់ដុំទ្រូងនិងដើមដៃដ៏រឹងមាំដែលកើតចេញពីការងារចំការដ៏ធ្ងន់ធ្ងរជារៀងរាល់ថ្ងៃស្បែកពណ៌ស្រអែមរបស់គាត់មើលទៅហាក់ដូចជាមានមុនស្មែម្យ៉ាងនៅក្រោមពន្លឺនៃរាត្រីគាត់ដើរមកឈើក្បែរបង្អួយសម្លឹងទៅរកព្រះច័ន្ទរួចក៏នឹកឃើញដល់ទឹកមុខអៀនព្រានរបស់រតនាកាលពីល្ងាចអ្នកក្រុងអីក៏អៀនច្រើនម្លេះគាត់លួចញញឹមម្នាក់ឯងមុននឹងទៀងភួយមកដណ្ដប់រួចបិទភ្នែកសម្រាកភូមិទាំងមូលស្ថិតក្នុងដំណេកដ៏សុខសាន្តខ្យល់ត្រជាក់បក់នាំក្លិនផ្កាព្រៃនិងក្លិនដីសាមបន្តិចសាយភាយពេញអាកាសបង្កើតបានជាបរិយាកាសដ៏អស្ចារ្យដែលអ្នកក្រុងកម្រនឹងបានជួបប្រទះពន្លឺព្រះអាទិត្យពណ៌ផ្កាឈូកស្រាលលើចង្កេះភ្នំអមដោយសំឡេងស្គរវត្តដែលបន្លឺឡើងប្រាប់សញ្ញាដល់អ្នកភូមិឲ្យចាប់ផ្ដើមថ្ងៃថ្មីចាស់ក្នុងភូមិខ្លះបានក្រោកពីព្រលឹមរៀបចំស្លៀកពាក់សនិងកាន់កន្ត្រាក់ធូបទៀនដើរសម្ដៅទៅកាន់សាលាបុណ្យដើម្បីរៀបចំកម្មវិធីនៅផ្ទះក្បែរជើងភ្នំសុភ័ក្របានក្រោកតាំងពីមេឃមិនទាន់ភ្លឺច្បាស់គាត់បង្កាត់ភ្លើងចង្ក្រានឆាបន្លែខាត់ណាដែលបែកថ្មីពីចំការជាមួយត្រីងៀតអាំងក្លិនឈ្ងុយសាយភាយពេញផ្ទះបាយគាត់ដួសបាយក្តៅដាក់ក្នុងចានស្រាក់2ជាន់យ៉ាងមានរបៀបរួចរៀបចំដាក់ក្នុងកន្ត្រាកដើម្បីយកទៅហូបនៅចំការនិងត្រៀមទុកចែករំលែកដល់ជំនួយការរបស់គាត់ផងដែរកាត់មកឯផ្ទះពូនិតវិញបរិយាកាសកាន់តែអ៊ូអរពូនិតកំពុងរៀបចំជើងទៀនឈើដែលគាត់ធ្វើដោយដៃនិងធូបទៀនដាក់ក្នុងកន្ត្រាកត្រៀមយកទៅសាលាបុណ្យគាត់ងាកទៅជជែកលេងជាមួយអ្នកភូមិ2នាក់ដែលដើរកាត់មុខផ្ទះទៅវត្តឲ្យបានមុនគេទៅបងបន្តិចទៀតក្មួយផែកវាយកបន្លែទៅដែរហើយចំណែកឯរតនាវិញនៅតែស្ថិតក្នុងភួយដ៏កក់ក្ដៅនៅឡើយដោយសារតែខ្យល់ភ្នំត្រជាក់ខ្លាំងពេកទៅគេបានលងលក់ស្កប់ស្កល់រហូតដល់ភ្លេចខ្លួនរតនាក្រៅឡើងកូនថ្ងៃរះខ្ពស់ហើយប្រញាប់រៀបចំខ្លួនទៅជួយការងារសំឡេងមីងម៉ៅស្រែកហៅពីក្រោមផ្ទះបណ្ដាដៃកំពុងរៀបចំស្លាធរបណ្ដារតនាភ្ញាក់ងើបអង្គុយពុតខ្លួនធ
ធ្វើមុខជូរហាក់មិនចង់ចាកចេញពីដំណេកគេដើរចេញពីបន្ទប់ទាំងសក់សំពងដូចសម្បុកមាន់ស្លៀកខោខ្លីទាំងដែលអាអូនតូចរបស់គេទល់ជាខ្លាំងរួចមកឈរស្ងាបនៅមាត់ចន្ទាផ្ទះហាក់មិនទាន់ដឹងខ្លួនថាមានអ្នកណាមកចាំមើលឡើយអូហូជំនួយការខ្ញុំទៅតែក្រៅមែនទេសំឡេងក្រឡូដែលធ្លាប់ស្គាល់ធ្វើឲ្យរតនាបើកភ្នែកធំធំនៅមុខរបងផ្ទះសុភ័ក្រឈរកាន់កូនរទេចាក់មួយភ្នែកសម្លឹងមកកាន់រតនារួចលួចសាយតិចតិចហាក់ដូចជាកំ pl ែងនឹងរូបរាងសក់សំពងត្រនុលខោរបស់កំឡោះរូបនេះបងភ័ក្រមកដល់តាំងពីអង្កលរតនាស្រែកដៃម្ខាងប្រញាប់សង្កត់សក់ឯដៃម្ខាងទៀតទប់ខោឲ្យត្រង់ទៅទីមកដល់តាមើលទៅកម្លាំងតូចតំណងជាមិនតាន់បានអាហារពេលព្រឹកទេដឹងសុភ័ក្រនិយាយទាំងស្នញឹមដឺដងដោយក្តីអៀនខ្មាស់ខ្លាំងរតនាមិនឆ្លើយតបឡើយគេស្ទុះរត់ចុះពីចណ្ដើរយ៉ាងលឿនដូចហោះសំដៅទៅឯកន្លែងងូតទឹកក្រោយផ្ទះដើម្បីរៀបចំខ្លួនឲ្យបានស្អាតបាតមិនឲ្យសុភ័ក្រមើលងាយបានឡើយសុភ័ក្រដែលឈរមើលពីចម្ងាយបានត្រឹមតែក្រវាយក្បាលនិងញញឹមដោយភាពពេញចិត្ត